ការទទួលយកការពិតនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីការទទួលយកការពិតទៅលើរឿងមួយចំនួនដែលកើតឡើងនៅក្នុងជីវិតយើងប៉ុន្តែវីដេអូនេះគឺនិយាយដោយអត់បានត្រៀម script អត់បានត្រៀមអីទេគឺ start មកនិយាយអំពីអីដែលបានជួបប្រទេសផ្ទាល់មកកំឡុងពេលប្រហែលខែមុនគឺខ្ញុំចាប់ផ្ដើម start ធ្វើ YouTube ដំបូងហើយអ្នកនេះបានឃើញវីដេអូមុននេះគឺខ្ញុំនិយាយអំពីការដកខ្លួនចេញពីផ្នត់កំណត់ជនរងគ្រោះ It's mean that យើងដកខ្លួនចេញពីគំនិតដែលគិតថាគ្រប់យ៉ាងដែលកើតឡើងលើជីវិតយើងនឹងគឺអយុត្តិធម៌គ្រប់យ៉ាងដែលកើតឡើងមកជីវិតយើងនឹងគឺយើងមិនស័ក្តិសមនឹងទទួលបានវាទេតែវីដេអូនេះយើងនិយាយអំពីការទទួលយកការពិតពេលខ្ញុំ back ទៅរយៈពេល5ខែមុនទើបខ្ញុំដឹងថាពីពេលមុននោះគឺខ្ញុំអត់ព្រមទទួលយកការពិតពីអ្វីដែលកើតឡើងចំពោះជីវិតទាំងទេមិនថាខ្ញុំមិនថាអ្នកគ្នាតែងជួបរឿងមួយចំនួនដែលយើងខកចិត្តខ្លាំងហើយយើងអត់បានត្រៀមចិត្តនៅក្នុងការទទួលយកការពិតដូចជាយើងប្រឡងធ្លាក់យើងរំពឹង A តែយើងបាននិទេស D និទេស B យើងរំពឹងបាននិទេស A ប៉ុន្តែចុងបញ្ចប់យើងអត់ទទួលបានអីដូចដែលយើងចង់បាននេះទាំងហ្នឹងគឺជាមូលហេតុមួយដែលធ្វើឲ្យយើងឈឺចាប់ហើយនឹងពិបាកនៅក្នុងការទទួលយកការពិតពីអ្វីដែលកើតឡើងចំពោះជីវិតយើងក៏ប៉ុន្តែនៅពេលដែលយើងនិយាយថាទទួលយកការពិតគឺវាងាយស្រួលមែនតើប៉ុន្តែមកវាកើតឡើងនៅក្នុងជីវិតពិតគឺវាមិនងាយស្រួលទេដែលយើងត្រូវការពេលវេលាយ៉ាងយូរនៅក្នុងការបំភ្លេចវាហើយនៅក្នុងការប្រាប់បេះដូងខ្លួនឯងថាត្រូវទទួលយកលទ្ធផលនៃរឿងរ៉ាវដែលបានកើតទាំងហ្នឹងយើងរំពឹង A តែយើងបាន Bវាពិបាកទទួលយកមែនតើយើងទទួលយកថាអូឥឡូវខ្ញុំអត់អាចបានលទ្ធផលដែលខ្ញុំចង់បាននេះខ្ញុំបានលទ្ធផលមួយទៀតវា feel like ការខំប្រឹងវាក្បត់នឹងការព្យាយាមវាជឿចាប់ខ្លាំងមែនតើទៅអត់អាហ្នឹងមួយហើយរឿងមួយទៀតបើ in relationship វិញវាក៏ជារឿងមួយដែលខកចិត្តដែរបើសិនតែយើងរំពឹងថារឿងហ្នឹងវាគឺជារឿងដែលកើតឡើងនៅក្នុងជីវិតយើងហើយធ្វើឲ្យយើងមានភាពរីករាយយើង enjoy ជាមួយនឹងrelationship ហ្នឹងប៉ុន្តែនៅពេលមួយដែលវា become to the end វាឈានដល់ពេលបញ្ចប់គឺយើងពិបាកទទួលស្គាល់មែនទែនពួកអីយើងអត់បានត្រៀមខ្លួនថាវានឹងកាត់ឡើងទេយើងអត់បានត្រៀមខ្លួនថារឿងហ្នឹងវានឹងបានបញ្ចប់អញ្ចឹងវាបានកាត់ឡើងអញ្ចឹងហើយយើងទទួលយកការពិតភ្លាមមិនបាននៅពេលដែលយើងអត់ទទួលយកការពិតទេវានឹងចំណាយពេលរបស់យើងយ៉ាងយូរនៅក្នុងការ hurt នៅក្នុងការ heal ឈឺចាប់ broken ដោយខ្លួនឯងដូចនៅក្នុងវីដេអូដែលខ្ញុំនិយាយចឹងពេលខ្ញុំ back ទៅ5ខែមុនគឺខ្ញុំដូចមនុស្សពីរផ្សេងគ្នាចេញពីឥឡូវហ្នឹងចឹងដូចមនុស្សម្នាក់ដែលស្ពាយនៅអារម្មណ៍ feeling ជនរងគ្រោះហ្នឹងហើយនឹងអសោបន្ទោសអ្នកដតីបន្ទោសអ្នកនេះបន្ទោសអ្នកនោះដែលអត់ទទួលយកការពិតថារឿងហ្នឹងវាបញ្ចប់រឿងហ្នឹងវាបានកាត់ឡើងក្នុងជីវិតហើយរឿងអាក្រក់ៗយើងអាចហាមឃាត់រឿងទាំងអស់ហ្នឹងអត់ឲ្យកាត់ឡើងក្នុងជីវិតទេប៉ុន្តែយើងត្រូវតែមានវិធីសាស្ត្រដែលត្រូវតែមានដំណោះស្រាយនៅក្នុងការដោះស្រាយបញ្ហាដែលកាត់ឡើងនៅក្នុងជីវិតយើងហ្នឹងយើងអត់គួរបន្ទោសថាមកពីអ្នកនេះអ្នកនោះទេបើយើងអត់ទទួលយកការពិតទេយើងនឹង feel hurt កាន់តែ hurt ទៅប៉ុន្តែកំភៃគឺពេលវេលាជាអ្នកអាចព្យាបាលយើងបានពេលវេលាអាចព្យាបាលយើងកំឡុងពេលដែលយើងអត់ទាន់ទទួលយកការពិតហ្នឹងពេលដែលយើងចាប់ផ្ដើមដឹងពីមូលហេតុដើមចងដឹងពីដំណោះស្រាយយើងបន្តិចម្ដងយើងគិតថាក៏ប៉ុន្តែបើខ្ញុំទទួលយកការពិតរឿងហ្នឹងតាំងពីយូរខ្ញុំក៏អត់ត្រូវ hurt ចឹងដែរខ្ញុំមិនដឹងថាអ្នកគ្នាដែលមាន a feeling like one side love alone ហ្នឹងដូចយើងអត់ទេខ្ញុំក៏មានអារម្មណ៍ចឹងដែរ one side love ហ្នឹងវាពិបាកទទួលយកការពិតណានៅពេលដែលយើងគិតថាគេក៏ back មកលើយើងវិញប៉ុន្តែយើងក៏ពិតទៅក៏យើងដឹងដែរថាវាអត់អាចធ្វើរួចប៉ុន្តែយើងពិបាកនៅក្នុងការទទួលយកការពិតដោយសារតែយើងនៅតែគិតថាយើងត្រូវយើងនៅតែគិតថាយើងនៅមានហូបអញ្ចឹងយើងពិបាកក្នុងការទទួលយកការពិតថារឿងហ្នឹងវាបានបញ្ចប់រឿងហ្នឹងវាអត់អាចទៅរួចមែនតើហើយវាក៏ត្រូវការពេលវេលាយ៉ាងយូរតម្រុំតែបេះដូងរបស់យើងហ្នឹងវាទទួលស្គាល់ថារឿងហ្នឹងត្រូវបានបញ្ចប់យើងទទួលស្គាល់ថារឿងហ្នឹងយើងអត់បានឈ្នះនៅក្នុងសមរភូមិហ្នឹងទេត្រឹមតែបេះដូងយើងហ្នឹងទទួលស្គាល់ថាអូខេខ្ញុំសូមទទួលយកការពិតចំពោះរឿងហ្នឹង
ដឹងអត់នៅពេលដែលយើងទទួលយកការពិតភ្លាមណារឿងគ្រប់យ៉ាងវាក៏រឿងធូរស្រាលជាងមុនវាមិនមែនថាយើងបញ្ចប់វាភ្លាមទេតែយើងមានអារម្មណ៍ថាធូរស្រាលជាងមុនហើយយើងក៏អត់មានចំនួនជាមួយនឹងបញ្ហាពីមុនដែរដូចបើយើងប្រឡងអត់ជាប់ចឹងយើងតែងតែមានអារម្មណ៍ថាលើឈ្មោះបាក់ដប់ហើយយើងស្អប់ហ្មងលើឈ្មោះបាក់ដប់មកយើងអត់ចង់លឺអត់ចង់ដឹងពីបាក់ដប់ទេបើយើង hurt ដោយសាររឿង relationship យើងក៏មានចិត្តថាគ្រាន់តែលើកពាក្យ relationship គ្រាន់តែឃើញគូគេដើរកាត់ក៏យើងស្អប់ហ្មងអត់ចង់មានអត់ចង់ដឹងអត់ចង់លឺអត់ចង់អីទាំងអស់ដោយសារយើងអត់ទទួលយកការពិតចំពោះរឿងដែលកើតឡើងនៅក្នុងជីវិតយើងទេយើងនៅតែ stuck នៅកន្លែងចាស់ដែលថាយើងរងគ្រោះយើងបែបនេះយើងបែបនោះពេលដល់ពេលដែលយើងត្រូវធ្វើជាម្ចាស់ការលើជីវិតខ្លួនឯងហើយវាក៏ដល់ពេលដែរដែលយើងត្រូវធ្វើជា main character នៅក្នុងជីវិតខ្លួនឯងយើងធ្វើជាតួឯកក្នុងរឿងរបស់យើងម្ដងពីមុនអាចនឹងយើងលេងនៅក្នុងរឿងអ្នកផ្សេងយើងដើរខុសមកផ្លូវឬក៏យើងវង្វេងនៅក្នុងអីមួយវង្វេងនៅក្នុងការសម័យរបស់យើងហើយនៅពេលដែលការពិតវាឈានចូលមកដល់យើងពិបាកនឹងការទទួលយកហើយទាំងនេះវាក៏ជាមេរៀនដែរបើរៀនដល់ខ្ញុំមេរៀនដល់អ្នកនរគ្នាឲ្យដឹងអំពីរឿងដែលកើតឡើងនឹងពិតឲ្យយើងទទួលយកការពិតវាថារឿងហ្នឹងវាខកបំណងខកពីអីដែលយើងចង់បានប៉ុន្តែការរៀនទទួលយកការពិតម្ដងតិចនឹងធ្វើឲ្យបេះដូងយើងធូរស្រាលហើយយើងក៏អត់បង្កើតសត្រូវជាមួយបរិស្ថានជំនាញខ្លួនអត់បង្កើតសត្រូវមួយក្តីសម័យរបស់យើងអត់បង្កើតសត្រូវជាមួយអ្នកគេធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាលនៅក្នុងការរស់នៅធ្វើឲ្យយើងរឹងមាំហើយនឹងយើងអាចស្វែងរកគោលបំណងដែលយើងរស់នៅលើពិភពលោកនេះពេលខ្លះអារម្មណ៍ hurting អារម្មណ៍ឈឺចាប់ទាំងហ្នឹងវាអាចបង្រៀនយើងឲ្យយើងដឹងថាយើងត្រូវការអីឲ្យពិតប្រាកដនៅក្នុងជីវិតយើងអាចធ្វើអីបានបន្តទៀតបន្ទាប់ពីរឿងហ្នឹងបានកាត់ឡើងអត់ល្អចំពោះជីវិតយើងធ្វើឲ្យយើងមានអារម្មណ៍ថាចង់ក្រោកឈរប្រឆាំងជាមួយនឹងរឿងគ្រប់យ៉ាងចង់ក្រោកឈរតស៊ូទាមទារតវ៉ាឲ្យខ្លួនឯងហ្នឹងមានជីវិតមួយដែលល្អប្រសើរអត់ធ្លាក់នៅក្នុងរឿងហ្នឹងម្ដងទៀតហើយនៅពេលដែលរឿងដែលយើងពិបាកទទួលយកការពិតហ្នឹងកាត់ឡើងម្ដងទៀតក្នុងជីវិតយើងធ្វើឲ្យយើងសើចមកយើងសើចថារឿងហ្នឹងខ្ញុំធ្លាប់ជួបហើយរឿងហ្នឹងខ្ញុំធ្លាប់ដឹងថាដោះស្រាយមិនអីចឹងបើកាត់ឡើងកប៉ិចកប៉ុកនៅក្នុងជីវិតខ្ញុំប៉ុណ្ណឹងខ្ញុំដោះស្រាយវាតែមួយផ្លេតទេខ្ញុំអត់ឲ្យវាចូលមកក្នុងជីវិតយើងអត់ឲ្យវាចូលមកក្នុងជីវិតយើងមកបំផ្លាញជីវិតយើងមកបំផ្លាញក្តីសុខយើងទៀតទេប៉ុន្តែគ្រប់យ៉ាងវាត្រូវការពេលវេលាវាមិនមែនចំណាយពេលតែមួយថ្ងៃពីរថ្ងៃយើងទទួលយកការពិតបានទេប៉ុន្តែបើយើងគឺជាមនុស្សម្នាក់ដែល expert ខាងហ្នឹងឯងយើងជួបរឿងច្រើនមែនតើដែលយើងងាយស្រួលនៅក្នុងការទទួលយកការពិតនិងស្វែងរកដំណោះស្រាយចំពោះជីវិតយើងពេលខ្លះវាអាចចំណាយពេលតែមួយថ្ងៃពេលខ្លះយើងមិនទាំងគិតផងថារឿងហ្នឹងវាអាចយកទៅធំជាទៅបញ្ហាផលលំបាកនៅក្នុងជីវិតរបស់យើងវាកាត់ឡើងគឺវាបរៀនយើងដែរធ្វើយើងក៏ជាមនុស្សម្នាក់ដែលថ្មីពេលខ្លះអាការឈឺចាប់មួយហ្នឹងអាចកែប្រែជីវិតយើងឲ្យអស្ចារ្យជាងមុនថាមិនបានយើងអាចកើតជាមនុស្សម្នាក់ដែលinfluence អ្នកដទៃលើកទឹកចិត្តអ្នកដទៃបានធ្វើឲ្យជីវិតមនុស្សផ្សេងទៀតបានល្អប្រសើរយើងអាចធ្វើឲ្យជីវិតយើងអស្ចារ្យបែបមានអីគ្រប់យ៉ាងដែលយើងចង់មានក៏ជាមនុស្សម្នាក់ដែល independent ពេលខ្លះអតិពលនៃការជឿចាប់ហ្នឹងពិបាកទទួលយកការពិតហ្នឹងវាអាចកែប្រែជីវិតយើងឲ្យខ្លាចទៅជាអ្វីដែលយើងអត់ដែលគិតដល់ហើយយើងនឹងអាចខ្លាចទៅជានិយាយទៅគឺមានភាពល្អប្រសើរជាងមុនចឹងវាដល់ពេលហើយដែលយើងធ្វើជា main character នៅក្នុងជីវិតរបស់យើងហើយវាដល់ពេលហើយដែលយើងអាចធ្វើអ្វីមួយយ៉ាងជំនះប្រឆាំងជាមួយនឹងរឿងដែលកាត់ឡើងនៅក្នុងជីវិតយើងនឹងអត់សមបំណងប៉ុន្តែមិនមានន័យថាយើងនឹងត្រូវតែមិនទទួលយកការពិតគឺថាយើងរងគ្រោះទេតែយើងត្រូវតែទទួលយកវារៀនអ្វីមួយយ៉ាងពីវាហើយនឹងធ្វើឲ្យជីវិតយើងល្អប្រសើរនៅពេលបន្តទៀតបាទជួបគ្នានៅវីដេអូក្រោយនេះគឺជាវីដេអូដែលខ្ញុំនិយាយឆ្លើយតបជាមួយនឹង5ខែមុនដែលខ្ញុំនិយាយអំពីផ្នត់កំណត់ចុងរន្ធគ្រោះនឹងហើយពេលនេះខ្ញុំបានចេញពីដំណើរការនៃផ្នត់កំណត់ហ្នឹងឯង so I hope you guys if you guys have the same feeling as me we can win this time